ភាគីថៃបង្ហាញដោយថាភាពបរាជ័យមិនជោគជ័យទេដូចខ្ញុំបានលើកឡើងអញ្ចឹងហើយបានទៅជោគជ័យបើសិនជាថាសบายចិត្តនឹងហ៊ុនសែនបាត់បង់តម្លៃក្នុងការធ្វើសង្គ្រាមគឺថៃអត់បង្ហាញរូបភាពបែបហ្នឹងទេអានេះយើងនិយាយពីគេហៅថាភាពពិតយើងកុំនិយាយរឿងមិនពិតគណៈដែលយើងនិយាយពីពិតការបង់តម្លៃរបស់ថៃគឺធ្ងន់ធ្ងរណាស់អញ្ចឹងបើតើតើទៅនឹងសង្គ្រាមគឺខ្ញុំវាតម្លៃអាចវាតម្លៃបានថាភាគីថៃចាញ់ព្រៀបណាចាញ់ព្រៀបក៏ប៉ុន្តែអាការមិនតបតដោយប្រការណាមួយវាអាចលងដែរណាលងដូចយើងនិយាយអាការមិនតបតឲ្យគេអូសលួសបន្លាទៅពតនោះដំបងឡើងយើងគិតថាមិនតបតទេតែបើយើងមើលបដិបត្តិនយោបាយក្នុងតំបន់នេះគឺក៏ជាបង្ហាញរូបភាពមិនល្អដែរមិនល្អដែរអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងដែរធម្មតាហើយណាកូនក្មេងក៏វាដឹងថាវាវាយគេរបួសហើយគឺវាអត់មានទៅកំហឹងទៅតទៅទៀតទេប៉ុន្តែអ្នកដែលត្រូវរបួសគឺដេកអត់លក់ទេណាអ្នកដែលត្រូវរបួសគឺដេកអត់លក់ទេអញ្ចឹងនៅព្យាយាមធ្វើគ្រប់មធ្យោបាយដើម្បីសងសឹកឲ្យមានការជឿចាប់ឡើងវិញអញ្ចឹងយើងអាចវិនិច្ឆ័យសង្គ្រាមរវាងខ្មែរថៃយើងអាចថាថៃបាត់បង់តម្លៃច្រើនជាខ្មែរបើគិតខ្ញុំគិតថាបាន3ទៅ4ដងមិនមែនតិចទេតក្របតម្លាក់តងអីនោះគឺសត្វបាត់លបងលុយទេបើយើងរឿងថាពីបប្រតិបត្តិនយោបាយការរូបភាពនៃប្រជាប្រដ្ឋរបស់ថៃទៅលើលោកហ៊ុនសែនបញ្ចេញនៅគេហៅថាធ្វើឲ្យបាត់បង់តម្លៃនាយករដ្ឋមន្ត្រីរបស់គេចឹងគេត្រូវឃើញរូបភាពបែបហ្នឹងប៉ុន្តែបើវាធ្វើមុនការផ្ទុះសង្គ្រាមមិនដឹងអីទេប៉ុន្តែធ្វើក្រោយការផ្ទុះសង្គ្រាមខ្ញុំគិតថាភាគីថៃបង់តម្លៃច្រើនបង់ច្រើនមែនទេមិនបង់តម្លៃទៅទេចឹងហើយបានខ្ញុំឲ្យអ្នកសិក្សាគួរតែចប់ទៅសិក្សាខ្ញុំមើលឃើញរូបភាពខ្លះដែលយើងអត់មានប្រភពដល់មានប្រភពកាលណាធ្វើចឹងទៅថៃយសាយើងថ្ងៃយើងកំពុងតែច្បាំងរូបភាព AI ច្បាំងរូបភាព AI ច្រើនណាស់ចឹងយើងខ្ញុំអាចជួយជាមធ្យោបាយដែលថាយើងអាចបង្ហាញទីតាំងឬរូបភាពនោះតើជារូបភាពពិតឬក៏ជាទីតាំងคล้ายៗចឹងយើងមើលឃើញរូបភាពមួយចំនួនដែលយើងមើលឃើញដូចស្ដែងចេញតែម្ដងជាឧទាហរណ៍ដូចរូបនាយករដ្ឋមន្ត្រីអានុទីនទៅថតនៅផ្សារតំបន់ធំអីនៅពេលនោះយើងបានយកព័ត៌មានដោយផ្ទាល់មកគឺមិនមានទេចឹង AI របស់គេគឺមានកម្រិតខ្ពស់គេផ្សាយឲ្យយើងវល់ទាំងអស់តែម្ដងឃើញនាយករដ្ឋមន្ត្រីណាឡើងទៅថតនៅលើផ្សារតំបន់អីផ្សេងជាដើមចឹងនៅពេលដែលយើងយកព័ត៌មានច្បាស់លាស់គឺមិនមានទេមិនមានដែលនាយករដ្ឋមន្ត្រីទៅទីទេហើយអ្វីដែលថៃដែលលោកហ៊ុនសែនព្រួយបារម្ភប្រិយមិត្តដឹងហ៊ុនសែនព្រួយបារម្ភយ៉ាងម៉េចទេហ៊ុនសែនគាត់មិនដែលចេះទៅឈឺចាប់ទេអត់ចេះឈឺចាប់ទេណាធ្វើមិនក៏គាត់អត់ឈឺចាប់ដែរសួរថាហេតុអីបានហ៊ុនសែនគាត់លើកទៅមួយម៉ាត់ថានឹងឬពូជសាសដែលថ្លៃធ្នូពូជខ្លះដែលមានគេហៅថាស៊ីវិល័យនេះគាត់លើកនេះគ្រាន់តែលើកទេប៉ុន្តែអ្វីដែលហ៊ុនសែនគាត់ព្រួយបារម្ភបំផុតគឺថៃអនុញ្ញាតឲ្យរដ្ឋាភិបាលក្រៅប្រទេសនោះជួលគេអត់ឲ្យតាំងទីនោះនេះទេកាលណាតែឲ្យទឹកដីហ្នឹងទៅខាងរដ្ឋាភិបាលក្រៅប្រទេសអាចជាខាខុសនៅក្នុងបញ្ញត្តិច្បាប់នៅហៅថាធម្មនុញ្ញអាស៊ានដែលមិនលូកណាដែលមិនអនុញ្ញាតឲ្យមានការលូកដៃចូលពីបណ្ដាប្រទេសមួយទៅបណ្ដាប្រទេសមួយទៀតអាចក៏ប៉ុន្តែរូបភាពជួលដូចយើងនិយាយជួលចឹងជួលរដ្ឋាភិបាលក្រៅប្រទេសដូចខ្ញុំជម្រាបជូនបងប្អូនជនជាតិឲ្យថាយើងបានស្នើសុំទៅរដ្ឋាភិបាលដែលជាប្រទេសមហាអំណាចបើអត់សុំគឺបើអត់បានទេបើគេចាត់ទុកថាជាក្រុមពួកភេរវកម្មពួកអក្រិតជនលំដាប់ពិភពលោកអញ្ចឹងយើងបើបានទេអញ្ចឹងបើសិនតែយើងដំណើរការបាននៅរដ្ឋាភិបាលក្រៅប្រទេសហ្នឹងនេះជាក្តីព្រួយបារម្ភរបស់ហ៊ុនសែនអញ្ចឹងយើងអាចថារូបហ៊ុនសែនគាត់យកមកដាក់តាំងបាញ់គាត់អាចដាក់តាំងបាញ់តោះគ្រាន់តែឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះជួលដីនៅតាមព្រំដែនជាប់នឹងប្រទេសកម្ពុជារឿងអីថៃមិនហ៊ានធ្វើពាក្យតែជួលដូចខ្ញុំជំរាបបងប្អូនជនជាតិគឺការផុតពីការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះហើយផុតពីការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះហើយអញ្ចឹងអ្វីដែលលោកហ៊ុនសែនគាត់ព្រួយបារម្ភគឺព្រួយបារម្ភអាកន្លែងឈូសលួសបន្លានោះណាឈូសលួសបន្លាដូចខ្ញុំបានលើកឲ្យដដែលយើងមិនចង់ឲ្យបាត់បង់ទឹកដីយើងហើយក៏យើងនៅតែស្រឡាញ់ទឹកដីដូចគ្នាក៏ប៉ុន្តែចំណុចដែលក៏វាជារូបមន្តមួយដើម្បីដាក់សម្ពាធទៅរដ្ឋាភិបាលខ្មែរអញ្ចឹងអាចចំណុចទាំងអស់ហ្នឹងយើងមានចំណេញយើងមានខាតអញ្ចឹងបើអ្វីដែលលោកហ៊ុនសែនព្រួយបារម្ភគឺគាត់ព្រួយបារម្ភអាហ្នឹងវិញទេគាត់ទៅព្រួយបារម្ភយករូបគាត់ទៅបាញ់គាត់ព្រួយទេអញ្ចឹងអារូបភាពបែបហ្នឹងវាធ្វើឲ្យជះឥទ្ធិពលមួយទៅលើកំហឹងអ្នកគ្រប់គ្រងគណៈបព្វជិជនជះកំហឹងអញ្ចឹងលោកបងប្អូនជុំដូចជាតិយើងពិនិត្យមើលការឆ្លើយតបរបស់លោកហ៊ុនសែនគឺគេហៅថាធ្វើវិធានសនាសេដ្ឋកិច្ចគឺចាប់ដើមលោកហ៊ុនសែនគាត់ចាប់ដើមគាត់ជាអ្នកចាប់ដើមរឿងយ៉ាងម៉េចបើយើងនិយាយថាចាប់ដើមត្រង់ថាគេហៅថាតុល្យភាពនៃគេហៅដំណាភាពចរាចរណ៍នៃប្រាក់ទាំងពីរប្រទេសនឹងប្រាក់រៀលនិងប្រាក់បាតអញ្ចឹងយើងដឹងហើយតាំងពីឆ្នាំ79មកដល់បច្ចុប្បន្នយើងមានប្រាក់រៀលយើងមានយកមកចរាចរណ៍ទៅថៃបានទេណាមិនបានលោកហ៊ុនសែនគាត់ទៅពីរកឃើញអញ្ចឹងប្រាក់រៀលយើងអត់មានទេអញ្ចឹងគឺជាចលនាគេហៅវិធានសនាសេដ្ឋកិច្ចអញ្ចឹងវិធានសនាសេដ្ឋកិច្ចនេះវាអាចខ្មែរចំណេញវាអាចខ្មែរខាត
ហើយតែខ្មែរខាតត្រង់ចំណុចណាខ្មែរខាតបានន័យថាអ្នកដែលនៅតែធ្វើការនៅថៃនេះជាអ្នកលះបង់បាត់បង់ប្រយោជន៍គាត់ចង់ទៅក្នុងស្រុកខ្មែរក៏ត្រូវដូរដុល្លារអញ្ចឹងធម្មតាយកលុយបាតទៅដូរយកដុល្លារចង់មិនចង់ក៏គេកាត់ខាតដែរបើយកដុល្លារទៅលក់យកលុយបាតដឹងថាដុល្លារវាមានអធិពលហើយណាបានន័យថាវាមានអំណាចនៃសាច់ប្រាក់ជាងអញ្ចឹងបានន័យថាប្រាក់យើងមានដុល្លារមានតម្លៃអញ្ចឹងគឺលោកហ៊ុនសែនគាត់និយាយអ្នកដែលមានលុយបាតនៅក្នុងប្រទេសកម្ពុជាត្រូវតែដូរជាលុយរៀលឬក៏ជាលុយដុល្លារទុកឲ្យហើយគាត់ប្រកាសចឹងវិធានសេដ្ឋកិច្ចគឺវាអត់ទៅជាការសบายគេហៅថាសាទរប្រមាណនេះពួកបងប្អូនជារដ្ឋខ្មែរយើងធ្វើការនៅស្រុកថៃក៏ត្រូវផ្ញើលុយទៅចុះបើផ្ញើលុយទៅធម្មតាតាមកុងនៅតាមព្រំដែនក៏មានកុងឬកុងថៃចឹងក៏អាចប្រើបានចឹងបញ្ហាគឺបញ្ហាតំណែងទេវិធានតំណែងសេដ្ឋកិច្ចចឹងអ្វីដែលលោកហ៊ុនសែនក៏សบายថាថៃខាតដល់$5,000 ក្នុងមួយឆ្នាំតែតុនការទិញតំណែងកម្ពុជាទិញតំណែងពីថៃដល់$5,000ចឹងចំណុចនេះដែលលោកហ៊ុនសែនគាត់សើចក៏ប៉ុន្តែថៃក៏វាលួចសើចទៅវិញណាលួចសើចទៅវិញថាគ្រាន់តែអ្វីដែលថៃធ្វើមកក្តាំងកម្ពុជាក៏ត្រូវការខាត់បង់យ៉ាងម៉េចគេហៅថាបង្ហូរសាច់ប្រាក់ដែលចូលនៅក្នុងប្រទេសកម្ពុជាតាមរយៈពលករចំណាក់ស្រុកឃើញទេចឹងបើសិនវិធានសេដ្ឋកិច្ចមិនមែនហ៊ុនសែនអត់ខាតទេខាតដូចគ្នាឃើញទេខាតដូចគ្នាចឹងអ្វីដែលរងគ្រោះបំផុតនោះគឺប្រជាពលរដ្ឋខ្មែរយើងប៉ុន្តែអ្វីដែលជាការព្រួយបារម្ភដូចខ្ញុំជម្រាបបងប្អូនជនជាតិហើយក៏ជូនសារទៅដល់រដ្ឋាភិបាលក្រៅប្រទេសបើយើងធ្វើមិនស្រួលណាបើយើងធ្វើមិនស្រួលគឺជាចំណុចចុងក្រោយដំណាក់កាលចុងក្រោយរបស់គណៈបព្វជិនេះចុងក្រោយឲ្យអត់មានអីថាលើកពីនឹងកែទៅលំអបានទៀតទេអញ្ចឹងខ្ញុំជឿថាគណៈបព្វជិមានភាពវៃឆ្លាតយកឱកាសហ្នឹងសំបីតែរូបលោកហ៊ុនសែនក៏យកទៅបាញ់ចុះយើងដូចខ្ញុំលើកនិយាយមិញតំណែងតំណងជាមួយថៃយើងត្រូវតែមានតំណែងតំណងមួយថៃយើងចាប់ផ្ដើមធ្វើកុំធ្វើដូចបែនបូណាអ្នកនាំពាក្យរដ្ឋាភិបាលថាកម្ពុជាស្ងប់ស្ងាត់មិនមែនគេហៅថាស្ងៀមស្ងាត់មិនមែនរដ្ឋាភិបាលមិនធ្វើអីពាក្យស្ងៀមស្ងាត់នៅតែមិនស្ងៀមពាក្យតែស្ងៀមវាមិនខុសអីវាឲ្យបញ្ជាឲ្យបិទមាត់លៀនដាតចេញក្រៅឯងណាបិទមាត់លៀនដាតចេញក្រៅហ្នឹងដូចគ្នាហ្នឹងស្ងៀមស្ងាត់តែមិននៅស្ងៀមណាស្ងៀមស្ងាត់តែមិននៅស្ងៀមហើយមួយទៀតបងប្អូនជនជាតិខ្ញុំចង់សើចជាងអីអ្វីដែលខ្ញុំសើចឃើញហ៊ុនម៉ាណែតនិយាយតហើយដូចជាថ្ងៃហ្នឹងគាត់និយាយមិនដឹងជាបងស្រីណាទេដែលនៅគណៈយើងបែរជានៅទូយើងគាត់ឲ្យលោកហ៊ុនម៉ាណែតបង្ហាញផែនទីយកដល់តែយកទៅចរចាជាមួយនឹងថៃហ៊ុនម៉ាណែតថាបើគាត់លាទៅដៃគូយើងនឹងមើលឃើញខ្ញុំជម្រាបបងប្អូនជនជាតិថាផែនទីយើងត្រូវដាក់ជាផុសតាំងដាក់បន្ទុកណាបណ្ដឹងហើយគេមានផុសតាំងដាក់បន្ទុកទៅលើហ្នឹងចឹងសួរថារឿងអីដែលគេត្រូវលាក់គេបានវាលាក់បានទេឥឡូវខ្ញុំជម្រាបបងប្អូនជនជាតិដូចយើងវិវាទព្រំដីជុំគ្នាចឹងណាវិវាទព្រំដីជាប់គ្នាហេតុអីបានយើងត្រូវផ្ញើត្រូវបង្ហាញយើងលើកទៅអំណាចដើម្បីបង្ហាញខ្លាចអ្នកនៅគេទៅគូតំណោះហ្នឹងដឹងពីម្ខាងទៅម្ខាងអាហ្នឹងតែខ្ញុំជម្រាបបងប្អូនជនជាតិថាវាអត់មានត្រូវអាចកំបាំងទេដែលទៅបង្ហាញចឹងធ្វើឲ្យក្លាហានដូចឆ្នាំ2015ណាមិនចាំទេលោកអ៊ុំសំអានបានចូលទៅវេទញែករឿងផែនទីនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលនោះដូចទៅមើលទីស្តីការគណៈរដ្ឋមន្ត្រីចឹងអាការវេទញែកគ្រាន់តែបង្ហាញវាអត់ខុសទេចឹងយើងមើលឃើញរូបភាពពីរោះគាត់និយាយថាការមិនបង្ហាញធ្វើឲ្យភាគីមួយទៀតអាចដឹងរឿងគេដឹងរួចទៅហើយរឿងទំនាស់វាអត់មានអីលាក់បាំងទេហើយផ្លែកច្រើននោះដូចខ្ញុំឃើញបងស្រីសម្បូរម៉ាបងសម្បូរមុំតែឃើញតវ៉ាជាមួយនឹងជុំកសលណាខ្ញុំធ្វើម៉េចក៏ជុំកសលគាត់អត់តវ៉ាជាមួយខ្ញុំដែរណាខ្ញុំស្ដាយក៏គាត់អត់និយាយឲ្យខ្ញុំអញ្ចឹងមុំសម្បូរអាចចង់ដឹងរឿងជុំកសលនៅច្រើនគឺជាមនុស្សគេហៅថាអសិលធម៌ជាមនុស្សអសិលធម៌ខ្ញុំនិយាយតិចព្រោះមុំសម្បូរឃើញហើយអញ្ចឹងបើខ្ញុំមិនចង់ជលក់រកទេអញ្ចឹងមនុស្សអាវ៉ាសែអសិលធម៌ណាបើមុំសម្បូរដឹងបានន័យថាមនុស្សនឹងអស់សាច់ហ្មងភាសាខ្មែរយើងអស់សាច់សំបីតែគ្រួសាររបស់គាត់បែកបាក់ខ្ចាត់ខ្ចាយដោយសារអំពើអសិលធម៌របស់ជុំកសលអានេះខ្ញុំគ្រាន់តែលើកឲ្យមុំសម្បូរចាំតិចខ្ញុំមិនគួរលើកចូលក្នុងទូទេប៉ុន្តែខ្ញុំលើកពីមន្ត្រីរបស់គណៈបព្វជិហើយក៏ដូចជាយុរដ្ឋតែក៏ខំប្រឹងលើកដាក់បាក់ចំណុចទាំងអស់ហ្នឹងចេះអញ្ចឹងជារឿងមួយដើម្បីដោះសារទេគិតវែទេវាមិនមែនជារឿងពិតទេអញ្ចឹងអ្វីដែលលោកហ៊ុនម៉ាណែតក៏ព្យាយាមដោះសារនោះគឺมันអាចយកជាការបានគេណាក៏គេសើចដែរស្ងៀមស្ងាត់មិនមែនរដ្ឋាភិបាលមិនធ្វើអីនោះទេ
ណាមានផ្លែចឹងណាស្ងៀមស្ងាត់មិនមែនរដ្ឋាភិបាលអត់ធ្វើអីចឹងធ្វើអីរដ្ឋាភិបាលណាម្នាក់ចង់កៀងប៉ុន្តែយើងសោកស្ដាយនឹងថាបងប្អូនកងទ័ពនៅសមរភូមិមុខដែលគាត់លះបង់សពគ្រប់បែបយ៉ាងគាត់កំពុងតែមិនសប្បាយចិត្តនឹងលោកហ៊ុនសែនណាមិនសប្បាយចិត្តទៅមិនបញ្ហាដែលធ្វើឲ្យកងទ័ពរបស់យើងបាត់ទំនុកចិត្តគឺបញ្ហាដែលយកបងប្អូនកងទ័ពទៅធ្វើបាយសាក់ឲ្យថៃបាញ់តម្លាក់ដាក់នោះអត់ឲ្យតដៃណាសាហាវណាបងប្អូនណាចងដៃចងជើងយកស្គត់បិទមាត់ស្អែកក៏រួចអីក៏រួចទេឲ្យតែនៅសមមួយកន្លុកនោះបាញ់អត់ឲ្យតណាអត់ឲ្យតឃើញមកយប់ណានោះខ្ញុំអាណិតថងថា live តល់ខ្ញុំស្ដាប់ណាបងប្អូនជុំជិតលន់ដូចចង់រយៈមេឃក្រាំងខ្ញុំថាមិនអត់បាញ់តខ្លះខាងដាក់លើមកឲ្យបាញ់តចង់វាអាក្រក់ណាបើរឿងអមនុស្សធម៌វាលើសវាអមនុស្សធម៌ទៀតធម្មតានៅលើរិញត្រូវតែមានការប្រកួតប្រជែងចុះទៅឈរឲ្យគេបាញ់បើជ្រុលឲ្យគេបាញ់ដដែលដកឲ្យគេយកបណ្ដោយទៅណាដកឲ្យគេយកអាហ្នឹងគេថាភាសាទៅជុកសៅទៅបើឲ្យតមិនទៅឲ្យគេយកថៃវាចាំបាច់បាញ់ហីណាអត់ចាំបាច់បាញ់ទេដូចមួយដែលអីគេថាស្ថាបនិកអាចនោះបងប្អូនចូលបានតោះណាខ្ញុំតំតែគឺស្ថាបនិកអាចនោះណាគឺគាត់រំខានទៅតែចឹងចំណុចទាំងអស់ហ្នឹងដែលយើងគួរតែមើលហើយហ៊ុនសែនភ័យមិនទៅភ័យអីដែលភ័យបាញ់នោះទេវាមិនភ័យទេឃើញចារកម្មថៃនិយាយរឿងដ្រូនអីហោះចូលទៅដល់ទួលកសាំងទួលអីហ្នឹងថាហ៊ុនសែនភ័យឯងកុំទៅនិយាយហ៊ុនសែនភ័យណាឲ្យតែសង្គ្រាមគឺហ៊ុនសែនសប្បាយចិត្តបើសួរតែហេតុបានហ៊ុនសែនគាត់កៀងដូចខ្ញុំនិយាយជម្រាបបងប្អូនជនជាតិចឹងហេតុបានកៀងទូតនៅថៃទូតនៅខ្មែរដែលតំណាងឲ្យភាគីទាំងពីរកំពុងតែចរចាយ៉ាងក្តៅកគុកចិនតែមួយដែលយើងនិយាយចិនតែមួយហ្នឹងអញ្ចឹងបានន័យថាធ្វើម៉េចអញ្ចឹងវាអត់រីធំទៅមកបានទេប៉ុន្តែវាជាការរំខានចាអាការរំខានហ្នឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់ប្រទេសកម្ពុជាយើងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាអញ្ចឹងចំណុចដែលហ៊ុនសែនភ័យមិនមែនភ័យបាញ់លោកថៃទៅបាញ់ទេអញ្ចឹងហ៊ុនសែននឹងធ្វើវិឆេទនកម្មសេដ្ឋកិច្ចថែមទៀតមកដល់ភាគីថៃអញ្ចឹងចំណុចតែរឿងហ្នឹងដែលតែយើងទៅលើកយកមកទៅជែកឲ្យបងប្អូនដឹងអញ្ចឹងបានន័យថាមករយៈកាលដែលហ៊ុនសែនអត់តបតមានហ៊ុនសែនភ័យទេអញ្ចឹងបានខ្ញុំទៅខំគេព្រោះខ្ញុំស្គាល់ពួកនេះតាំងពីឆ្នាំ79មកខ្ញុំស្គាល់សមាជិកភាពចោលទាំងអស់នេះបកាយច្បាំងណាមិនបកាយច្បាំងណាបកាយសង្គ្រាមណាមិនបកាយសង្គ្រាមតែខ្ញុំខ្មាស់បងមួយដែលគាត់នៅដូចជានៅអាមេរិកទេណាជេមសុកបងប្អូនស្គាល់ជេមសុកណាបកាយជេតាហ្នឹងណាអញ្ចឹងខ្ញុំមើលឃើញយើងអស់សណោចតែគាត់និយាយរឿងហ៊ុនសែនថាដំបូងណាគាត់ថាហ៊ុនសែនគ្មានកំភ្លើងទេហ៊ុនសែនគ្មានដេញយន្តហោះចម្បាំងនេះណាទេដល់ចុងក្រោយគាត់ដូរមកវិញហ៊ុនសែនមានគ្រប់ក៏ប៉ុន្តែចិនមិនឲ្យបាញ់ខ្ញុំដូចខ្ញុំនិយាយអញ្ចឹងមានតែវាមិនពិតថារបស់យើងឬរបស់គេទេហើយសួរថាសមយុទ្ធខ្ញុំឃើញភាគីថៃណាភាគីថៃណាខ្ញុំលើកចំណុចនឹងតិចទៅលោកសសល់ហើយចំណុចហ្នឹងបងប្អូនកត់ចំណាំទុកភាគីថៃលើកឡើងថាកម្ពុជាដឹកអាវុធមកតាមជើងយន្តហោះ C20 ខ្ញុំគិតថាជារឿងខ្សោយណាស់ថៃឯងខ្សោយយល់តែមែនទេខ្ញុំនិយាយអស់អ្នកយកព័ត៌មានខ្សោយជាទីបំផុតទោះតែគាត់ដឹកយកមកពេលណាមុនគេហៅថាការធ្វើសមយុទ្ធរាល់ឆ្នាំខ្ញុំបញ្ជាក់ទៅភាគីថៃបើថាយកព័ត៌មានបានយកសម្ដីខ្ញុំទៅអត់ខុសទេមុនសមយុទ្ធ6ខែខ្ញុំបញ្ជាក់បងប្អូនជនជាតិ6ខែឡានដឹកកុងតឺន័រទាំងយប់ទាំងថ្ងៃហើយចាមើលបិទនៅលើកុងតឺន័រណាទំនិញរបស់ក្រសួងការពារជាតិណាទំនិញសម្រាប់ធ្វើសមយុទ្ធប្រហែល10000កុងតឺន័រមិនប៉ុណ្ណឹងខ្ញុំនិយាយអស់ចង់រាប់10000កុងតឺន័រក្របនេះដូចខ្ញុំនិយាយប្រាប់បងប្អូនជនជាតិណាចិនសម្រាប់តម្កល់ទុកក្នុងការប្រកាសសង្គ្រាមណាវាអត់ខ្វះទេហើយបងប្អូនសួរទៀតណាចុះគ្រាន់នៅថៃឯងគ្រាន់នៅខ្មែរណាច្រើនជាងនៅខ្មែរច្រើនជាងអូសួរតើវាអាចធ្វើឲ្យមានការប្រើប្រាស់គ្រាប់ទាំងអស់ហ្នឹងមិនអាចទេវាថាធ្វើឲ្យវាសគារបស់តែប៉ុណ្ណឹងតែបើទ្រង់ទេធំចិនមិនឲ្យរីទេព្រោះតែខ្ញុំនិយាយទៅចិនខ្ចីដៃខ្មែររុញគូតថៃឲ្យចូលប្រអប់តែប៉ុណ្ណោះឃើញទេដើម្បីលួងទឹកចិត្តថៃឃើញចិនមកឡើងធ្វើសមយុទ្ធជាមួយនឹងថៃធ្វើឲ្យណាអ្នកគ្រប់គ្រងគណៈប្រជាជនគាត់អន់ចិត្តទេគាត់អន់ចិត្តយល់តែមែនទេហើយចំណុចទាំងអស់ហ្នឹងដែលខ្ញុំជម្រាបបងប្អូនថាបងប្អូនដឹងហើយមើលឃើញថៃថាដឹកមកតាម C20 ហ្នឹងមិនទេហើយសួរថាលោកជាបសុកគាត់លើកមកទៀតនឹងគាត់បានព័ត៌មានមិនណាឬពិតតែលោកជាបសុកគាត់និយាយថាហេតុអីបានជាខ្មែរយើងមិនអាចប្រើទំនិញរបស់ចិនទលំទ្រាយខ្ញុំជម្រាបបងប្អូនជនជាតិថាមេបញ្ជាការនៅសមរភូមិបានន័យថាសមរភូមិខ្លាយដែលហៅថាសមយុទ្ធនៅព្រំដែនវៀតណាមអាវុធទាំងអស់គឺมันមានអាវុធដែលពួកគាត់អាចចេះប្រើទេ
mấy tầng off time đó anh ấy trong chụp việc tăng chia đôi chia pi pon đọc làm pi pon đọc vào mùi máu đấy còn gặp phải phần đó tăng pi nông máu cứ trận còn chập đàn chun còn chun mình tên chun khó tăng pi năm pi pon phòng bảy đó đọc làm như kếtประมาณ đọc xem thấy mấy show bài đăng chun off time trên off day cứ tám container thêm đọc có bao bọc trận bằng bao đặt lên bị trận chôn chậm chạp container hay chậm này thằng dân ho chê mà pay miền ắt chém sọc tập tế ra đặc biệt thảm miền chẳng lục chém sọc còn ai đằng ai xua ta chê mà pay cái đắc ở mai tại cái đọc làm cái đọc làm nơi sau đặc luôn đấy cho cái đã là container mà nó mà bon đã là container mà tung giúp hay ăn lẹ bằng đi miền này lờ nắng nhut ho làm to cái tôi cái này rồi cái đường ấy đặc không dễ bao bon thà mạch bằng nhập đằngเอาcho bờ xem châu đây tận nắng nhập đằng cao vì mê mình chia ca đại con nom trong tận đó lại nè nom trong mạch cả năng cái riệp thôi play trên lấy trái môi tới càng mà các bạn nữa để chẳng được trong trên nào xí đại lý để chẳng con nom tại gió ở đây phẳng còn nơi nông bati còn nó dân người ta chỉ môi cái nếp ăn hết thủng á ngót dân mình đã khơi ta lại nó đặt khóa đó còn quốc rập vô thế này chân bị vô mà nhà chứ nữa chân vô một nhà ấy nó mà bỏ nó mình tầm định bậc máy cho chạy chẳng cầm khơi chém tóc cả chỉ còn vô bỏ miền bất Việt Nam mà muối còn thầm Campuchia mình khoa một bàn thế Campuchia mình khoa vô họ ở đây Pratikam ban này ta phải chăng ta mới thay với thế còn bây giờ bây đại khai của bạn nó cứ mình ai pra bản thì mỗi khai chế bánh chỉ là bạch bậc chém tóc còn lơ cái mình khai chế bánh gì đấy chém xong bị chạy ngày cày vì chụp bằng ngày TP chém chụp bao chụp ngày TP ក្រំតែ pilot ក្មេងៗចេញមកពីប្រទេសចិនប្រហែលជើងយន្តហោះសិតតែ pilot របស់ខ្មែរខ្ញុំបញ្ជាក់ច្បាស់បងប្អូននៅបរិញ្ញាយន្តហោះអាចជួយបញ្ជាក់បងប្អូនទៀតផងក៏លោកខ្ញុំនិយាយកុហកដឹក pilot មកពីស្រុកខ្មែរមកពីស្រុកចិនមកខ្ញុំឡើងភ្ញាក់ហើយ pilot នោះអត់មានទេអាចចំណងរុស្ស៊ីណាបងគេនេះទីតានមានចំណងរុស្ស៊ីទៅចូលវិវត្តបាសអត់ដឹងមកដែរឃើញសិតតែអាខ្ទង់27រហូតដល់34 35ចេញមកនិយាយពីស្អាតមក một mình xua ta côn khmer nó phần ta gì khmer và chết có con thằng này chỉ côn khmer chẳng chưa ta công yon hot màu hơi chẳng chỉ còn là triêm lên ta cho trong xe nó phần tay thực pi mình ai trời bảy không lặng nặng luôn thì thông thì đời sao tay thực pi nó lên vậy đúng lên đây chỉ mùi được chân ta mùi chẳng biết ai thời thông phần tay saki rồi mọt quay khuya lắm bị ai dương ở trận anh thế ta đã biết nắng bao nhiêu trận anh biết trận anh thế nè mà bộ trong chưa thấy trận anh nhé cái khảo dương ở trận anh thế vô port vô ở đây luôn tập port ấy từ ngày khỏi dương không đá nơi du so mới nè mà dương từ nơi du so mấy từ chua thọ tang trên bát ót bên đây này bên tây du với port cho man đó nè hay hôm sau rất là bây là mò có cái ngon kia ở đây xong cái đầu tiên nè chia nâu nâng ca ao đây nè để bẹp pon cho mùi nè thầy nâng tới còn ao đây ao cái lại nơi liệt trình cái lại nó đặt trên đồng bón so bạc nè so đó để dương là cho được mơ bán hay ọt bán đi cho được mơ chọc cục lưỡi đồng chôn là lớn nè ngày chẳng nhưng xong bị chạy chẳng mình khoa thì hay là vậy đại ca sẽ đầy bỏ trận nó cứ bỏ trận bỏ thay nó dương mơ khơi nhà ca bằng đầm lại dạng thôn thương hộ nông ca thôi sinh kiêm nhập về thằng làm ngày nó dân gì bất kỳ công gì lơ khăn á bằng ngầm khăn lơ bật hay xua ta nhom nó ban po miền nó mau về khăn này cứ ban mau về po miền thể hiện chủ một việc cứ nhom vô bạn cướp lại cho chân cô đây là bỏ bí bỏ thay cứ mình mến màu bay vô đồng bọn từng lại ná cái vì mùng bay mình ở mình là mùng bay mình tầm mòn thông ta cả bay phnom drop phnom mau đang tê làm mùi nó cứ cặp chọc bàn tận năng phổi bị chia đồng bọn phnom đá cái ai còn nói phnom đen mình cho bạn lo chẳng hạn năng thay ai vô đằng bàn tới vô thấy nó poi bàn tới vô mấy bàn nên tới vô kia vô ấy nó cứ lo thơ vô là mò hay còn là lại để bạn bóng đôi khi khơi bay tẹt bay bài như nó nóng chứ bây giờ phnom bay ban này tha nó như tôi coi tại đây bảo kì tại bảo kì bay nó đường 10 nhé bảo chuyện chuyện này chết nhưng mà số thà thể hiện những tụi bay của này của nó ở đăng bản này nhưng tụi score tại bởi thay màu bay tích tí ở đăng nhưng ai đã bật đăng từ cái này cầm ca cái thà ăn bắt số bắn nâng cái này cầm ca from đài để tích phí có độ chế đất đầy kia tới ai chỉ chế đây của mọi miền bản nhà này ở con chán nó sọt lại nó con đó bong mình ra sầm rạp cho room mà tệ nâng này đi hay vậy để bong lực lang nó cứ tẹt tôn chùm mùi nâng để bằng hà để thầy bằng hàng ca để bằng lục lục con sai nó cứ bong gì ta vị trí chấm được sau bình tề để thầy thừa bạn ní nè to pi bờ sân chỉ bằng hai thà nè thầm đá của cô pi nè được bong được làm chứ nè tranh nè cho anh ta đưa từ nè tranh nhá nè hay bờ sân chỉ nè tránh còn rong mà nó về nè còn đưa chạy đường trong chẳng vì thà
បើនិយាយពីការប្រកួតប្រជែង2នាក់គឺវាត្រូវតែមានអ្នកឈ្នះអ្នកចាញ់ប៉ុន្តែគាត់ថាអ្នកឈ្នះគាត់រៀងសប្បាយចិត្តហើយអ្នកចាញ់ហ្នឹងគាត់រៀងមិនសូវហ៊ានសម្ដីបានហើយក៏ស្ងាត់ស្ងៀមអញ្ចឹងអ្នកមួយចំនួនដែលយើងឃើញនៅលើបណ្ដាញសង្គមណានៅតែខឹងនឹងលោកហ៊ុនសែនរឿងស្កប់ស្ងាត់ដូចនៅក្នុងបណ្ដាញសង្គមនៅកំពង់តាឡាយហ្នឹងបងមួយចំនួនគាត់លើកឡើងគាត់ខឹងមិនបានស្កប់ស្ងាត់មិនបានស្ងៀមស្ងាត់ហើយរហូតដល់មានពាក្យស្លោកពាក្យអីចេញមកប្រងព្រាតបងប្អូនស្ងៀមស្ងាត់បាត់ដីស្ងៀមស្ងាត់អស់ដីអស់ភូមិស្ងៀមស្ងាត់ដែលផែនទីដែលគេគូដោយឯកតោភាគីហ្នឹងគឺគេមកធ្វើមកអីចឹងទៅមកបង្ហាញឲ្យបងប្អូនមហាជនបានឃើញថាមិនបានខុសម្នេះហ៊ានមកឈ្លានពានស្រស់តែម្ដងចូលដីភូមិរបស់បងប្អូនប្រជាពលរដ្ឋយើងអាហ្នឹងគឺជារូបភាពមួយដែលបង្ហាញថាបងប្អូនថាអាហ្នឹងរូបភាពពិតទេគេចេះបង្ហាញគេចេះបំផុសហើយបំពល់ព័ត៌មានអញ្ចឹងទៅអាហ្នឹងអ្នកនាំពាក្យក្រសួងការពារជាតិគេថាមិនមានរឿងអីទេហ្នឹងហើយអាហ្នឹងគឺជារឿងដែលយើងគិតថាបងប្អូននៅរាល់ថ្ងៃគឺនៅច្បុកច្បល់ណាខ្ញុំមិននិយាយទេច្បុកច្បល់នឹងបញ្ហាតាក់ទងនឹងបញ្ហាព្រំដែនហ្នឹងរឿងចេះរឿងចោះអញ្ចឹងទៅប៉ុន្តែអ្វីដែលយើងឃើញខ្ញុំមិនចង់លើកពីបញ្ហាព្រំដែនហ្នឹងមកនិយាយច្រើនដងពេកទេប៉ុន្តែអ្វីដែលយើងសង្កត់ធ្ងន់គឺមេដឹកនាំរបស់យើងហ្នឹងហ្មងគឺលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងហ្មងអ្វីដែលយើងចង់បានប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកមិនមែនទូទាំងប្រទេសទេបងប្អូនទូទាំងប្រទេសចង់ឲ្យលោកហ៊ុនសែនហ្នឹងងើបលោកហ៊ុនម៉ាណែតជាមេដឹកនាំហ្នឹងចេះក្លាហានក្នុងការប្រឈមមុខនឹងការពិតឲ្យគាត់និយាយការពិតមករាល់ថ្ងៃបងប្អូនប្រិមិត្តខ្ញុំចូលរួមកន្លែងនេះតិចមុនបញ្ជូនជូននីតិទៅលោកពូបងប្អូនខ្មែរនៅក្នុងប្រទេសខ្ញុំមិននិយាយរាល់ថ្ងៃគឺគេធ្វើបាបគ្រប់ជ្រុងខ្ញុំនិយាយចឹងណាធ្វើបាបខ្លះជនជាតិវៀតណាមនោះក៏ធ្វើបាបត្រើមកន្លែងរស់ស៊ីត្រើមកន្លែងរស់នៅរហូតដល់ការងារមួយចំនួនហ្នឹងគេផ្ដល់ឱកាសឲ្យជនបរទេសទៀតនៅស្រុកខ្មែរបងប្អូនយើងរងទុក្ខលំបាកអាហ្នឹងគឺខ្ញុំចំណុចទី1ខ្ញុំគិតថារងផលលំបាកពីជនបរទេសចំណុចទី2អាមេដឹកនាំខ្លួនឯងនេះវាមិនទៅជាស្រឡាញ់ជនជាតិខ្លួនឯងវាធ្វើបាបជុំខ្មែរតទៅទៀតអញ្ចឹងមានថាអាបរទេសហ្នឹងមកធ្វើបាបយើងហើយអាជនបរទេសហ្នឹងធ្វើបាបយើងហើយអាអ្នកគ្រប់គ្រងប្រទេសហ្នឹងធ្វើបាបយើងទៀតអញ្ចឹងមានថាវារងទុកទាំងទ្វេហ្មងបងប្អូនហើយមិនត្រឹមឥឡូវថៃមករងធ្វើបាបយើងទៀតអញ្ចឹងមានថាហ្នឹងដែលយើងគិតថាមេដឹកនាំគួរតែបង្ហាញសមត្ថភាពហើយជាពិសេសលោកហ៊ុនម៉ាណែតហ្នឹងដែលជាមេដឹកនាំគេហ្នឹងកុំឲ្យពួនសងំចេញមកបង្ហាញសមត្ថភាពឲ្យបងប្អូនឃើញមើលថាលោកឯងពិតជាមានសមត្ថភាពក្នុងការតតាំងបង្ហាញការពារនៅមូលនភាពទឹកដីការពារប្រជាពលរដ្ឋខ្លួនឯងអត់អញ្ចឹងអាហ្នឹងធ្វើឲ្យប្រជាពលរដ្ឋគាត់អស់ជំនឿទុកចិត្តទៅណាអញ្ចឹងបើលោកបង្ហាញនៅគេហៅថាភាពជាអ្នកដឹកនាំប្រទេសស្រឡាញ់ទឹកដីស្រឡាញ់ជាតិស្រឡាញ់ប្រជាពលរដ្ឋហងហ្នឹងលោកនៅតែការពារចៅការពារអ្នកដែលឈ្លានពាននៅតែអត់ធ្មត់ហើយនៅតែធ្វើបាបអ្នកប្រជាធិបតេយ្យនៅតែចាប់អ្នកប្រជាធិបតេយ្យដាក់គុកយុទ្ធសាស្ត្ររបស់របស់លោកហ្នឹងនៅតែមានរហូតងើបមួយវាយមួយអាហ្នឹងដែលយើងជឿចាប់ហ៎បងប្អូនខ្ញុំចង់និយាយថាមេដឹកនាំមិនទទួលការពិតមេដឹកនាំនៅមិនបង្ហាញឆន្ទៈដែលស្រឡាញ់ជាតិស្រឡាញ់ប្រជាពលរដ្ឋណាយើងគួរតែទុកឲ្យនៅទៅអីទៀតបងប្អូនអាហ្នឹងគឺអញ្ចឹងខ្ញុំចង់ឲ្យបន្តស្មារតីបងប្អូនឲ្យគិតពិចារណានឹងពាក្យនេះឲ្យគួរតែមើលតាមមេដឹកនាំរបស់យើងរាល់ថ្ងៃហ្នឹងគឺគាត់មានចំហដោយអ្វីដែលខ្ញុំបានលើកឡើងនឹងអត់ទី1គឺស្រឡាញ់ជាតិស្រឡាញ់ប្រជាពលរដ្ឋខ្លួនឯងចេះការពារនៅមរណភាពទឹកដីដោយមិនឲ្យជនបរទេសឈ្លានពានអាហ្នឹងបានគេហៅថាមេដឹកនាំដែលទិញទឹកចិត្តពីប្រជាពលរដ្ឋបានហើយលោករងថ្ងៃលោកហ៊ុនម៉ាណែតហ្នឹងធ្វើអីសង្ងំតែស្ងៀមសូម្បីតែប្រជុំដល់អង្គការសហប្រជាជាតិមានទៅហ្នឹងអាហ្នឹងគឺរឿងនេះដែលជារឿងធំឥឡូវលោកពូខ្ញុំមានបណ្ដេះចូលរួមជាមួយនឹងបងប្អូនប្រិមិត្តដែលកំពុងទស្សនាហើយមានដែលបងរដ្ឋាគាត់សួរមកសំណួរប៉ុន្តែសួរទៅបងមេធារាទេតែខ្ញុំចង់បវល់សំណួរហ្នឹងទៅឲ្យលោកពូជួយចាប់អារម្មណ៍បន្តិចតើតើនឹងអ្វីដែលបងរដ្ឋាគាត់សួរណាគាត់សួរថារដ្ឋាភិបាលក្រៅប្រទេសមានហើយតើរដ្ឋបាលនៅក្នុងប្រទេសមានច្បាប់ថ្មីទៀតដែរទេតើមានគាត់ចង់សួរថានៅក្នុងប្រទេសហ្នឹងមានច្បាប់ថ្មីអត់បើរដ្ឋាភិបាលក្រៅប្រទេសឥឡូវចាប់ដើមចេញបដាបងប្អូនប្រិមិត្តមានន័យថាមានលោកប្រធានហើយមាន7មាន8ក្រសួងស្ថាប័នហើយនៅក្នុងហ្នឹងមានអ្នកគ្រប់គ្រងហ្នឹងគឺដូចជាមានច្រើនគ្នាដែរអ្វីដែលខ្ញុំបានព័ត៌មានហ្នឹងគឺដូចជាគួរសមដែរហ្នឹងហើយគឺមានន័យថាមានលោកកឹមសុខមានលោកសំអានមានលោកអាយដាមលងរីណាមានអ្នកស្រីចិត្តកំហ៊ុនមានលោករីគៀហ្នឹងហើយមានលោកឆាំចានីហ្នឹងហើយមានមួយទៀតខ្ញុំព្រឹកឈ្មោះគាត់ហ្នឹងហើយមាន8 9កន្លែងមាន8ដែរហើយគ្រប់គ្រងជាក្បាលម៉ាស៊ីនធំណាឥឡូវសូមចំណាប់អារម្មណ៍ពីលោកពូតិចចុះចាក់តងនឹងសំណួរបងរដ្ឋាគាត់សួរសូមការចូលរួមពីលោកពូតិចចុះតើរដ្ឋាភិបាលនៅក្នុងប្រទេសហ្នឹងមានច្បាប់ថ្មីទៀតអត់ពូអាហ្នឹងក៏ចង់សួរបើសិនរដ្ឋបាលក្រៅប្រទេសបង្កើតឡើងបាទអញ្ចឹងសូមជម្រាបពូបាទអរគុណច្រើនបាទសូមគោរពបងប្អូនកូនខ្មែរតាទីថ្មីលើសំណួរមួយនេះខ្ញុំថាយើងមិនកាន់ពង្រីកប្រមាណទេ
នៅក្នុងប្រទេសគឺហ៊ុនសែនក៏ចាត់ចែងរួចអស់ហើយច្បាប់ដកសេចក្ដីថ្មីច្បាប់ពលករសម្រាប់មួយថ្ងៃកាត់លុយ$20អានេះច្បាប់ហ៊ុនសែនកំពុងរៀបចំនោះគឺបានធ្វើហើយខានខកខានក្នុងការតវ៉ាបញ្ចូលការងារមួយថ្ងៃកាត់$25ហើយគាត់ធ្វើការមួយថ្ងៃបានតែ$6ទេហើយដល់ទៅកាត់លុយគាត់មួយថ្ងៃ$20អានេះច្បាប់ហ៊ុនសែនអញ្ចឹងដែលពលករកំពុងទៀមទានោះព្រោះច្បាប់ថ្មីហ៊ុនសែនគាត់ចេញមកហើយបាទអញ្ចឹងទាំងអស់នេះបសសបង់$5ប៉ុន្តែបើគាត់ឈឺទៅពេទ្យមិនទាន់បាទចូលពេទ្យបណ្ដោះអាសន្ននៅជិតរោងចក្រនោះគេអត់ទទួលស្គាល់បាទដល់យើងនេះទៅដល់ហើយវិន័យរបស់រោងចក្រចេញទៅទិញស្ត្រីចេញទៅទិញស្លីអនាម័យកាត់ម៉ោងបាទត្រូវបំពេញម៉ោងឲ្យគេបាទហើយច្បាប់ថ្មីមួយទៀតត្រូវបន្ថែមម៉ោងឲ្យគេឲ្យបាន2ម៉ោងបាទ1ម៉ោងបាន2000បើនេះឯងមិនព្រមទេគេដកចេញអានេះច្បាប់ថ្មីរបស់ហ៊ុនសែនបាទហើយយើងមើលទៅស្ត្រីគេហៅថាគាត់មានជំងឺធម្មជាតិអញ្ចឹងពេលដែលគាត់មិនស្រួលគឺគេត្រូវតែអនុញ្ញាតគាត់គ្មានមករឹតបន្តឹងពេលវេលាទៀបសង្កត់ពេលវេលាទេអញ្ចឹងបានគេពិភពលោកគេថាស្ត្រីជាមេដាធម្មជាតិហើយជំងឺធម្មជាតិរបស់គាត់គ្មានអ្នកណាអ្នកបង្កើតទេគឺធម្មជាតិបង្កើតឲ្យគាត់មកអញ្ចឹងបើហាមគាត់មិនឲ្យគាត់ទិញស្លីអនាម័យដែរនោះវាចំនិយាយហើយវាមិនដឹងច្បាប់ព្រីយើងទៀតទេអានេះខ្ញុំសូមបកស្រាយច្បាប់ថ្មីរបស់ហ៊ុនសែនដែរពលករកំពុងតវ៉ាជាង7,000នាក់នៅផ្លូវជាតិលេខ3ហើយដល់ទៅនៅកម្ពុជានោះកំពុងបាតកម្មវ័យកំតិចបាទហើយតែជនជាតិនេប៉ាល់ជនជាតិចិនជនជាតិច្រើនណាស់ចម្រុះជាតិសាសន៍ជាង500នាក់នោះកំពុងតែវ័យកំតិចមិនដឹងជារឿងអីទៅរឿងអីទេហើយហ៊ុនសែនអត់មានចេញមុខទៅនេះជាប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចរាល់ថ្ងៃបាទអញ្ចឹងបានយើងមើលឃើញថាដោយហ៊ុនម៉ាណែតអត់ទៅប្រជុំនៅហ្សឺណែវថ្ងៃទី2ទើបមុនតបនរាយការណ៍ហើយអ្នកស្រីអង់គ្លេសនោះក៏បានលើកឡើងហើយខ្មែរចូលក្នុងគ្រោះហានិភ័យធ្ងន់ធ្ងរហើយបើគិតពីចំនួនអ្នកជាប់គុក60000ជាង67000អ្នកជាងនោះគឺបើយើងគិតពីចែកជាឃុំវិញក្នុងមួយឃុំមាន42នាក់ជាប់គុកសិតតែយុវជនអានេះរបបហ៊ុនសែនដែលកំពុងដឹកនាំនោះអញ្ចឹងយើងមើលទៅហើយ1563ឃុំគិតនឹងចំនួនអ្នកជាប់គុកអញ្ចឹងបានទៅប្រជុំនៅអង្គការជាតិថ្ងៃទី2ទើបមុនតបនក៏បានរាយការណ៍ហើយហ៊ុនម៉ាណែតអត់មានអើតទៅទេហើយគេបានលើកឡើងជាច្រើនអំពីទោសកំហុសដែលប្រឌិតដោយរបបហ៊ុនសែនបង្កើតសង្គ្រាមក៏ដោយសារហ៊ុនសែនចាប់មនុស្សទៅដាក់គុកអញ្ចឹងបានអង្គរញូតារ៉េសគាត់អញ្ជើញមកអង្គថ្ងៃទីប្រហែលទៅទី7នោះថ្ងៃទី15ខែ9នោះគាត់ថាឲ្យហ៊ុនម៉ាណែតនេះពីវនីវឲ្យគាត់មិនបោះបង់ចោលទេគាត់មកជួបដល់ទីស្តីការគណៈរដ្ឋមន្ត្រីបាទដើម្បីសុំឲ្យហ៊ុនម៉ាណែតសហការគាត់ដោះលែងអ្នកជាប់ឃុំដែលអត់ទោសជាង1000នេះឲ្យគាត់ហើយគាត់នឹងជួយដោះស្រាយដោយមិនបាច់ចំណាយលុយទេលុយអង្គការសហជាតិគេមានតែហ៊ុនម៉ាណែតអត់ព្រមទេបាទព្រោះហ៊ុនម៉ាណែតមានគោលការណ៍ធំរំលាយ$23ដែលជាច្បាប់របស់អង្គការសហជាតិមានតែមួយគាត់ចង់បន្ថោកអង្គការសហប្រជាជាតិកុំឲ្យច្បាប់នោះដំណើរការបានអញ្ចឹងបានឥណ្ឌូនេស៊ីគេថាឲ្យគាត់អន្តរាគមន៍គាត់តែបានតែស្រែកពីចងាយទេតែបើដំណោះស្រាយគឺខ្លួនឯងដាក់ពាក្យធ្វើប្តឹងអីទៅព្រោះគេអត់ហ៊ានលូកដៃចូលទេតែយើងឲ្យគេទៅអន្តរាគមន៍បានហើយអញ្ចឹងបានឥណ្ឌូនេស៊ីគេប្រាប់មកថាអង្គរញូតារ៉េសគាត់ចង់ចូលរួមដោះស្រាយគាត់អត់ត្រឹមជួយដោយប្រយោលទេនៅថ្ងៃទី15នោះអញ្ចឹងបានគាត់ថាបើមិនសហការគាត់ទេគាត់អត់អាចជួយបានទេព្រោះច្បាប់នេះជាច្បាប់របស់អង្គការសហជាតិនិងកម្ពុជា$23នេះក្នុងមិនមែនដូចអស់លោកលើកឡើងថាប្រទេសមួយមានច្បាប់2មាន$23ផងមានច្បាប់រដ្ឋធម្មនុញ្ញផង
មួយកិច្ចប្រំព្រៀងរបស់អង្គការសហជីវជាតិច្បាប់របស់អង្គការសហជីវជាតិដែលយើងជាម្ចាស់ប្រទេសនេះ